ជាដំណឹងដ៏សោកសៅមួយអ្នកនាងស៊ូវិសាបានបង្ហោះនៅលើគណនី Facebook ថានាងខ្ញុំសូមជម្រាបជាសាធារណៈនាងខ្ញុំស៊ូវិសាសូមជម្រាបជូនថានៅថ្ងៃទី18ខែសីហាឆ្នាំ2026នេះនាងខ្ញុំនិងអតីតស្វាមីលោកប៊ុនថុលប៊ុនថងហៅថមមីបានសម្រេចលែងលះគ្នាជាស្ថាពរតាមការព្រមព្រៀងតាមផ្លូវច្បាប់នៅសាលាដំបងរាជធានីភ្នំពេញចាប់ពីថ្ងៃនេះតទៅយើងទាំងពីរមិនមានទំនាក់ទំនងក្នុងនាមជាប្តីប្រពន្ធតទៅទៀតឡើយមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នាហើយយើងសម្រេចដើរផ្លូវរៀងៗខ្លួនដោយសន្តិភាពដោយការគោរពនិងមិនមានការចងគំនុំនឹងគ្នាទេនាងខ្ញុំសង្ឃឹមថាបងប្អូនមេត្តាគោរពតាមការសម្រេចចិត្តរបស់យើងនិងសូមអរគុណចំពោះការស្រឡាញ់គាំទ្រកន្លងមកក៏សូមគោរពអរគុណដល់បងប្រុសមេធាវីអាងសវណ្ណរាដែលបានជួយសម្របសម្រួលរឿងក្តីនាងខ្ញុំបញ្ចប់ដោយសន្តិវិធីដោយក្តីគោរពពីនាងខ្ញុំស៊ូវីសាក្នុងការផុសនេះក៏មានបងប្អូនយើងខមមិនខ្ញុំសូមលើកយក5ខមមិនខមមិនទី1ចង្គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹងខមមិនទី2មានពាក្យមួយឃ្លានិយាយថារៀបការនឹងលែងលះសុទ្ធតែជាសុភមង្គលព្រោះតែរៀបការដើម្បីក្តីសុខឯការលែងលះក៏ដើម្បីក្តីសុខដូចគ្នាទី3មើលទៅប្តីបងស្រឡាញ់គ្រួសារណាស់មិនបានចឹងបងទី4គ្មានអ្នកណាចង់ខ្លាយជាស្ត្រីមេម៉ាយទី5ចុងក្រោយឃើញស្រឡាញ់គ្នាសឹងអីនៅសុកលែងគ្នាបាត់បងប្អូនជួយ like comment share ក៏ដូចជា subscribe ដាក់សញ្ញាក្តឹងម្នាក់មួយ